បាទគ្រប់អញ្ញាជំរាបសួរពុកម៉ែបងប្អូនអតិថិជនហើយថ្ងៃនេះគឺយើងមានអ្វីដែលថ្មីហើយអ្វីដែលថ្មីនោះគឺជាប្រភេទគ្រឿងដែកហ្នឹងគ្រឿងដែកនេះខ្ញុំហ៊ាននិយាយថាស្រុកខ្មែរគឺមានតែមួយទេគឺបានន័យតែខ្ញុំហ៊ាននិយាយថាស្រុកខ្មែរមានតែមួយគឺប្រភេទកាងដែកនេះគឺខ្ញុំធ្វើដោយក្រុមជាមួយក្រុមការងាររបស់ខ្ញុំហើយប្រភេទកាងដែកហើយនិយាយរួមឡានហ្នឹងគឺបងគាត់លេងប្រជុំហើយយើងនៅជាពាក្យក្លុបដែកគាត់មួយទៀតចឹងហើយគាត់ត្រូវការធ្វើក្លុបដែកមួយទៀតចឹងហើយស្រាប់ពុកម៉ែបងប្អូនទៅចង់បានថាក្លុបដែកថាឈ្នន់ដែកឬមួយក៏កាងជាពិសេសឡានកម្រចឹងគឺយើងធ្វើតម្រូវគឺយើងអត់មានទិញរបស់យកមកកែទេអានេះគឺខ្ញុំធ្វើតម្រូវជូនតាមរូបរាងឡានដែលបងប្អូនស្រឡាញ់ចឹងហើយសម្រាប់បងប្អូនដែលមានតម្រូវការអាចទាក់ទងមកបានសម្រាប់ឡាននេះគឺយើងនៅមានគ្រឿងលេងបន្ថែមមួយចំនួនទៀតដូចជាគ្រឿងដែកកញ្ច្រែងលើដបូលហើយនិងក្លុបដែកបងគាត់ដូរកាងនឹងចេញយើងដាក់ក្លុបដែកវិញហើយឈ្នន់ក៏ដូចជាពិសេសគឺកាងក្រោយនេះកាងក្រោយហ្នឹងគឺយើងមានប្រភេទយើងចាប់ធុងប្រេងក៏បានយើងធុងទឹកក៏បានដែរអាស្រ័យលើពុកម៉ែបងប្អូនមានតម្រូវការហើយជាពិសេសនេះកងស្គូធ្វើអញ្ចឹងគឺមាំទេបងប្អូនហើយអាហ្នឹងគឺយើងបើកចេញចូលបានទេយើងទាញយើងបើកកលឹះមកយើងទាញមកចំហៀងអាខាងនោះយើងទាញទៅចំហៀងយើងបើកទ្វារចេញចូលបានទេវាអត់ទៅទេអញ្ចឹងហើយអត់ដោយសារខ្ញុំដៃមកចំហៀងខ្ញុំបើកអត់កើតហើយជើងកង់សកួរទេគាត់ធ្វើ2កង់សកួរគាត់ធ្វើនៅលើនឹងមួយហើយខាងក្រោយនេះមួយហើយមានទាំងពពួកអូសណ្ដោងហើយមានភ្លើងភ្លឺផ្លាតលេខភ្លើងអាយ៉ែគឺយើងធ្វើរៀបចំរួចរាល់ជូនគាត់មកស្រាប់ចឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានអាចទាក់ទងមកតាម Telegram ខ្ញុំបានTelegram ខ្ញុំដាក់នឹងវីដេអូគឺលេខទូរស័ព្ទខ្ញុំទាំងពីរខ្សែហ្នឹងគឺមាន Telegram ទាំងពីរខ្សែអរគុណ